បាទជំរាបសួរលោកចៅកាំងបាទជំរាបសួរបាទលោកចៅកាំងកាលពីសប្តាហ៍មុនខ្ញុំបានសាកសួរទៅកាន់លោកជុំវិញទៅនឹងពាក្យថាអរហតោហើយមកដល់សប្តាហ៍នេះខ្ញុំចង់ឲ្យលោកជួយបញ្យល់បន្ថែមទៅមុខទៀតគឺដល់ភាសាបាលីថាសម្មាសម្ពុទ្ធស្សៈដើម្បីបញ្ចប់ឃ្លានមោទស្សៈនឹងបាទឥឡូវសម្មាសម្ពុទ្ធស្សៈនឹងថាតើជាពាក្យត្រឹមត្រូវទេដែលខ្មែរយើងគួរតែយកមកប្រើប្រាស់ឬមួយក៏មានពាក្យផ្សេងទៀតដែលជាពាក្យដែលត្រឹមត្រូវនោះបាទអរគុណណាស់ឥឡូវខ្ញុំក៏សូមគោរពទៅអ្នកស្ដាប់ទាំងអស់ដែលរៀនភាសាបាលីបាទខ្ញុំក៏ចង់ក្រោមរំលឹកដែរព្រោះពាក្យទាំងអស់ហ្នឹងគឺយើងតតែរំលឹកបានយើងនឹកឃើញថាតើពីដើមពាក្យហ្នឹងមានន័យថាម៉េចសម្មាសម្ពុទ្ធសម្មាមួយម៉ាត់ហ្នឹងមានន័យថាភាសាបាលីយើងអាចស្មើនឹងបមានខ្មែរយើងយកពាក្យទៅប្រើជាច្រើនដូចជាពាក្យថាចិត្តអីក៏សាមានម្លេះចិត្តអីក៏អាក្រក់ម្លេះអញ្ចឹងសាមានហ្នឹងជាអំពើអកុសលមួយរបស់មនុស្សបាទអំពើអកុសលគ្រប់បែបយ៉ាងដែលបានបង្កើតឡើងហ្នឹងភាសាបាលីហ្នឹងអានថាសម្មាដូចជាពាក្យថាសម្មាជីវោបាទជីវិតយើងនឹងប្រកបទៅដោយសាមាននឹងឯងមានន័យថាជីវិតទាំងឡាយរបស់មនុស្សនឹងជៀសមិនផុតទេពីការធ្វើអំពើអាក្រក់ទាំងឡាយនោះប៉ុន្តែដល់យកបូកជាមួយនឹងសម្ពុទ្ធហ្នឹងបាទយើងបានឃើញហើយព្រះអង្គលោកសរសេរសនឹងមកហើយពដាក់ស្រៈឧហើយតជើងខបាទសំនេះភាសាបាលីប្រែថាសំឬក៏សួនឬក៏សំរបមានន័យថាស្របចឹងសំនៅក្នុងនោះមានន័យថាព្រះអង្គលោកសម្របអំពើសាមានហ្នឹងបាទដែលមានជាសម្មាជីវោរបស់មនុស្សម្នាក់ហ្នឹងដែលមានហ្នឹងលោកសម្របហើយពុហ្នឹងគឺពាក់កណ្ដាលបាទដូចជាពាក្យទាំងឡាយតែខ្មែរយើងប្រើដូចជាពាក្យថាកំពុឥឡូវយើងហៅកំពុជាកំហ្នឹងមានន័យថារមាស់ឬក៏ត្បៅពូហ្នឹងសំដៅទៅលើពាក់កណ្ដាលមានន័យថាពាក់កណ្ដាលខ្លួនហ្នឹងមានការកមរមាស់ដូចជាការប្របាទព្រះគម្លួងរាជហ្នឹងព្រះអង្គលោកបានខ្លាយទៅជាព្រះមហាក្សត្រខ្មែរហ្នឹងលោកកើតកមពាក់កណ្ដាលខ្លួននៅក្នុងរូបចម្លាក់ហ្នឹងក៏តូចជាដើមគេបានឆ្លាក់អំពីកើតរមាស់ពេញត្រឹមចកេះចុះក្រោមហើយត្រឹមចកេះឡើងទៅលើហ្នឹងមិនមានការមាស់ទេតែបានយើងហៅប្រទេសជាតិរបស់ខ្មែរយើងតាមឈ្មោះរបស់ព្រះអង្គថាចក្រភពកម្ពុជាដើមបាទហើយដូចជាពាក្យថាពុកហ្នឹងច្រើនคล้ายមកទៀតព្រោះថ្ងៃហ្នឹងមិនមែនคล้ายទេពាក្យតាំងបុរាណទេសុំទោសគេច្រើនហៅថាកុយពុកហ្នឹងខ្លះទៅក៏របូតមាត់ជ្រុលទៅជាកុយពុកបាទពាក្យហ្នឹងតែមកថាហ្នឹងបានយកកំណើតកូនពាក់កណ្ដាលទៅផ្ញើនឹងម្ដាយមានន័យថាគាត់នឹងមិនព្រមបង្កើតដោយខ្លួនឯងទេបានផ្ដល់កំណើតកូននឹងហើយក៏យកទៅផ្ញើនឹងម្ដាយបាទអញ្ចឹងបានមានពាក្យបុរាណគេហៅឪពុកជាអ្នកផ្ដល់កំណើតម្ដាយជាអ្នកបង្កើតបាទអញ្ចឹងយើងឃើញថាបើយើងយកពាក្យសម្មាបូកជាមួយសម្ពុទ្ធៈបាទពាក្យហ្នឹងប្រែមកថាព្រះពុទ្ធអង្គទាំងឡាយដែលបានលះអំពើបាបទាំងឡាយហ្នឹងដោយសម្របហ្នឹងមានន័យថាលះបង់អំពើកាយសាហាវហ្នឹងឲ្យនៅសពពាក់កណ្ដាលហើយនិយាយរួមទៅបើអ្នកដែលមានអំពើបាបហ្នឹងតែពាក់កណ្ដាលហើយពេលហ្នឹងក៏លះអំពើបាបនឹងពាក់កណ្ដាលទៅទៀតឲ្យនៅមកជាអំពើល្អហ្នឹងហើយព្រះអង្គសម្ដែងថាសម្មាសម្ពុទ្ធៈប៉ុន្តែខ្ញុំឃើញនៅក្នុងភាសាបាលីមួយចំនួនដែលបានសរសេរកន្លងមកអ្នកទាំងអស់គ្នានឹងតែងតែយកពាក្យសម្មាសម្ពុទ្ធោឬក៏សម្មាសម្ពុទ្ធៈអញ្ចឹងបាទការពុតពាក្យហ្នឹងមានគ្រប់គ្រាន់ហើយយើងមិនអាចដាក់សាកមកពីមុខជាប់នឹងសម្មាសម្ពុទ្ធោឬសម្មាសម្ពុទ្ធៈហ្នឹងបានទេអញ្ចឹងយើងត្រូវសរសេរចប់ត្រឹមប៉ុណ្ណឹងហើយចំណែកសាកឬតាសាកហ្នឹងគឺយើងត្រូវសរសេរផ្សេងគ្នាព្រោះពាក្យហ្នឹងដាច់ពីគ្នាអង្គលោកបានសម្ដែងថាព្រះពុទ្ធទាំង5ព្រះអង្គគឺព្រះអង្គមានសម្មានចិត្តហ្នឹងលះបាទសម្របពាក់កណ្ដាលនៅការធ្វើអំពើអាក្រក់ទាំងឡាយហ្នឹងបាទហើយអ្នកដែលធ្លាប់បានធ្វើអំពើអាក្រក់ពាក់កណ្ដាលហើយក៏សម្របទៅរកអំពើល្អចឹងយើងត្រូវយកពាក្យសាសៈហ្នឹងមកដាក់
កន្លែងផ្សេងមួយទៀតគឺត្រឹមត្រូវពាក្យហ្នឹងណាចឹងបានយើងឃើញថាព្រះអង្គលោកទេតាស័កខាងដើមតែយើងបានសិក្សារួចហើយថាតាស័កហ្នឹងជាពាក្យមិនល្អទេដូចជាបានឃើញនៅក្នុងនេះហើយបាទតាំងនៅការសម្លាប់បាទជាងសហ្នឹងភាសាបាលីប្រែស្មើនឹងតាំងហើយយើងឃើញហើយពាក្យតាំងហ្នឹងគេយកទៅប្រើដូចជាពាក្យម៉ាំងតាំងសាច់ដែលសម្លាប់រួចហើយបាទម៉ាំងតាំងឬក៏សម្លាប់ជាផ្សេងភាសាសម្រាយទៅថ្ងៃយើងឃើញថាសម្លាប់កាលណាយើងយកជាងសប្រែមកថាតាំងហ្នឹងប្រែថាសម្លាប់ហើយអញ្ចឹងតាំងសេចក្តីសម្លាប់តាស័កហ្នឹងបើយើងប្រែចំន័យទៅបាទអញ្ចឹងខ្ញុំក៏សូមជម្រាបដែរថាបើខ្ញុំបានឃើញអក្សរពីបុរាណហ្នឹងព្រះអង្គលោកអត់សរសេរថាតាស័កទេលោកសរសេរថាសម្មាសម្ពុទ្ធិតិបាទសម្មាតមកជើងមកដាក់ស្រៈអាតមកជើងពដាក់ស្រៈអ៊ូតជើងផហើយសរសេរតដាក់ស្រៈអីតដាក់ស្រៈអេបាទទាំងពាក្យហ្នឹងគឺយើងអានថាសម្មាសម្ពុទ្ធបានតៃតិប្រែមកថាយើងបានលះបង់នៅអំពើអាក្រក់ទាំងឡាយដែលឲ្យអំពើអាក្រក់ទាំងឡាយហ្នឹងព្រមរកមកពាក់កណ្ដាលបាទមកពាក់កណ្ដាលក្នុងអំពើល្អហើយចង់និយាយថាអ្នកដែលមានអំពើអាក្រក់ពាក់កណ្ដាលហ្នឹងសម្របឬក៏លះបង់ចោលហ្នឹងពាក់កណ្ដាលមកទៀតទៅនឹងបានកើតទៅជាអំពើល្អដល់តៃតិហ្នឹងមានន័យថាតៃតិហ្នឹងជាប្រធានមកពីពាក្យធិបតីធិបតីហ្នឹងជាប្រធានហើយតិហ្នឹងប្រែថាក្បាលអញ្ចឹងឲ្យយើងពិចារណារកខហ្នឹងលះសាមានចិត្តយើងហ្នឹងពាក់កណ្ដាលចោលចេញទៅហើយបើយើងលះបានពាក់កណ្ដាលហើយអ្នកដែលបានលះពាក់កណ្ដាលនឹងបានហើយក៏លះពាក់កណ្ដាលនឹងចោលចេញទៅទៀតទៅណាការពិចារណាការលះនៅអំពើអាក្រក់នឹងជាប្រធានមានន័យថាធ្វើឲ្យយើងបានស្គាល់នៅសេចក្តីសុខបាទអញ្ចឹងសម្មាសម្ពុទ្ធិតិឬក៏សម្មាសម្ពុទ្ធស័កហ្នឹងមានន័យខុសគ្នាអញ្ចឹងណាបងប្អូនបាទហើយអញ្ចឹងបើសិនជាបើយើងយកពាក្យហ្នឹងមកពិចារណាបានវែងឆ្ងាយទៅខ្ញុំក៏បានចង់និយាយរឿងមួយជូនទៅដល់អ្នកទាំងអស់គ្នាបាទកាលពី2500ជាងឆ្នាំមុននោះកាលដែលបកោនីកុមនោពោធិសត្វព្រះនាងបានត្រាស់ដឹងជាព្រះពុទ្ធគេហៅចរិយរៈរាជនោះបាទព្រះអង្គជាស្រីហើយបានត្រាស់ដឹងនៅបាភ្នំនៅមានកន្លែងសិលាចារឹកជាច្រើនដែលបង្ហាញអំពីភាពត្រាស់ដឹងរបស់ស្ត្រីខ្មែរគឺព្រះនាងនាគហ្នឹងបាទមានដល់ឈ្មោះដល់សប្តាហ៍ថ្ងៃហ្នឹងគេហៅវត្តព្រះនាងច័ន្ទហើយអ្នកខ្លះទៅគេហៅវត្តលោកពូលោកពៀនខ្លះទៅបាទគេហៅវត្តព្រះនាគលវោពោធិសត្វបាទអញ្ចឹងកាលនោះព្រះអង្គលោកជាសទ្ធតៈហ្នឹងព្រះអង្គលោកមិនទាន់បានបួសជាសង្ឃទេបាទមិនទាន់ទេហើយបើតាមយើងស្រាវជ្រាវក្នុងសម័យនោះសាសនារបស់ឥណ្ឌាក៏មិនទាន់មានអ្នកបួសដែរបាននៅទេគ្រាន់តែស្លៀកពាក់សដូចជាខ្មែរដែរមានន័យថាមានប្រតិជនធម្មតាទៅសួងនៅក្នុងអាស្រមដើម្បីធ្វើធម៌ធ្វើអាយអញ្ចឹងតែដល់ពេលបានធ្វើដំណើរមកដល់ចម្ពូទ្វីបហ្នឹងព្រះអង្គលោកក៏បានចូលមកជួបពនាងនាគហ្នឹងហើយពេលហ្នឹងគាត់បានជួបទាំងនាគភ្លើងទៀតផងប៉ុន្តែលោកមិនថានាគភ្លើងទេលោកភ្លើងរបស់ខ្មែរហ្នឹងថាជាតកួតអណ្ដាត2អាមាត់ទៅកើតមានភ្លើងបាទហើយអញ្ចឹងទៅគាត់ក៏សុំពនាងបួសប៉ុន្តែកាលនោះពនាងមិនព្រមឲ្យបួសទេព្រោះស្ថាគតនឹងជាស្រីមិនអាចបួសបរោះបានតែឡើងទៅទៀតទៅសទ្ធតៈហ្នឹងព្រះអង្គលោកក៏បានទៅសុំសម្ពុតអាវបាទរបស់ស្ត្រីនៅចិត្តនោះដើម្បីស្លៀកពាក់ឲ្យតែងខ្លួនជាស្រីមកសុំបួសពេលនោះហើយដែលបកោនីកុមនោពោធិសត្វព្រះអង្គព្រមបំបួសទៅព្រមបំបួសព្រះអង្គប៉ុន្តែនៅពេលដែលបំបួសព្រះអង្គហ្នឹងព្រះអង្គលោកបានផ្ញើគាថាខាងដើមហ្នឹងព្រោះពីដើមមកខ្មែរយើងសូត្រថាអ្នកមោសិតិព្រះភគវិទោព្រះអរហត្តោព្រះសម្មាសម្ពុទ្ធោព្រះគុណកែវជាព្រះអធិរាជបាទប៉ុន្តែព្រះអង្គលោកអត់ឲ្យធរនឹងទៅសាមណៈគោតមឬក៏ទៅស្ទាត់នឹងទេព្រះអង្គលោកអត់ឲ្យចឹងទេលោកឲ្យអ្នកមោតៃសិ
បាទកន្លែងហ្នឹងខ្ញុំចង់បញ្ជាក់ថាព្រះអង្គលោកផ្ដាំថាឲ្យយកការពិចារណាការគិតទាំងឡាយហ្នឹងគិតអំពីគុណរបស់មេដាបៃតាហ្នឹងជាធំទៅអ្នកនឹងបានត្រាស់ដឹងជាពុទ្ធអង្គហើយបានបន្តទៀតជាមើលខ្ញុំសូត្រជាបញ្ចប់តែម្ដងបាទអ្នកមោទិសិព្រះភគវាទោព្រះអរហត្តទោព្រះសម្មាសម្ពុទ្ធិសិតែក្រោយមកដោយឥណ្ឌាឬក៏សត្វតៈព្រះអង្គលោកប្រហែលជាអានមិនត្រូវឬក៏យ៉ាងម៉េចបានជាលោកប្រើតាសៈនឹងជំនួសវិញប៉ុន្តែបើយើងពិចារណាតាសៈហើយនឹងតៃសិបើស្រាប់សម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំមិនប្រឆាំងនឹងអស់លោកទាំងអស់គ្នាជាអ្នកកាន់ពុទ្ធសាសនាដូចគ្នាទេខ្ញុំគ្រាន់តែពិចារណាថាបើខ្លួនខ្ញុំផ្ទាល់ខ្ញុំស្រឡាញ់តៃសិវិញព្រោះតៃសិហ្នឹងប្រែមកថាយកគុណបាទអ្នកមូហ្នឹងគឺមេដាបៃតាហ្នឹងជាធំប្រសើរជាងដែលយើងទៅយកគុណតាសៈជាធំព្រោះតាសៈហ្នឹងយើងដឹងហើយពីជាពាក្យមិនល្អសម្រាប់ខ្មែរទេបាទដូចយើងជើងសយើងដឹងហើយអានតាសៈហ្នឹងប្រែតាសាំងគេយកទៅពាក្យហ្នឹងគេប្រើជាមួយពាក្យអាក្រក់ណាដូចជាសម្លាប់ណាដូចជាម៉ាំងសាំងសាច់ដែលសម្លាប់រួចហើយបាទដូចបាទអញ្ចឹងសូមបញ្យល់សូមឲ្យបងអូនខាងវិទ្យុបាទខ្មែរបងហ្នឹងមានចំណាប់អារម្មណ៍អីមកបន្តទៅទៀតបាទបងប្អូនជើញបាទលោកចៅគៀងអំបញ្ញមិញលោកបានប្រែថាអ្នកមោសិតិដែលសូត្រតាមធម៌របស់ព្រះកៅនិគមនោហ្នឹងបានមួយឃ្លាហើយអញ្ចឹងធម៌ដែលជាធម៌ដើមដែលលោកលើកឡើងអំបញ្ញមិញហ្នឹងអ្នកមោសិតិព្រះភិក្ខវេតោរហូតទៅដល់ព្រះអធិរាជហ្នឹងចង់ឲ្យលោកជួយប្រែមកចប់ឃ្លានឹងត្មងថាតើមានន័យយ៉ាងដូចដែរសូត្រមកប្រើមិញហ្នឹងបាទចាដូចរៀងវែងដែរណាប៉ុន្តែឥឡូវយើងយកតែន័យធំមកណាបាទអរគុណណាឥឡូវចាំមើលខ្ញុំនិយាយអំពីព្រះកៅនិគមនោពោធិសត្វអត់សូត្រដូចជាព្រះអង្គសាមណៈគោតមទេសូត្រខុសគ្នាព្រះអង្គលោកសូត្រថាអ្នកមោសិតិប្រែថាសតិឪពុកម្ដាយទាំងឡាយបាទសតិឪពុកម្ដាយទាំងឡាយមានន័យថាខ្ញុំបញ្ជាក់ទៀតថាបើយើងសូត្រថាសតិក៏មិនត្រូវដែរបាទក៏សូត្រថាសិតិហ្នឹងភាសាបាលីហ្នឹងប្រែថាដួងព្រលឹងអញ្ចឹងដួងព្រលឹងម្ដាយទាំងឡាយតព្រះភគវាទោហ្នឹងប្រែមកថាពីរភគវាយើងដឹងហើយប្រែមកថាការកើតឡើងអញ្ចឹងអ្វីនៅក្នុងលោកមិនអាចកើតឡើងដោយអង្គឯងបានទេតតែមានពីរដោយព្រះគ្រប់ព្រះអង្គលោកបានត្រាស់ដឹងគ្រប់ព្រះអង្គទាំងអស់គឺលោកត្រាស់ដឹងដោយធម៌កតរៈធម៌គេហៅកាដោយសារការដឹងគុណឪពុកម្ដាយហ្នឹងអញ្ចឹងគុណការដឹងគុណឪពុកម្ដាយហ្នឹងញ៉ាំងឲ្យព្រះអង្គហ្នឹងបានត្រាស់ដឹងជាព្រះអញ្ចឹងព្រះអង្គលោកឲ្យយើងសូត្រថាអ្នកមោសិតិព្រះភគវាទោណាមានន័យថាការកើតឡើងដោយពីរមានន័យថាដោយឪពុកនិងម្ដាយនឹងឯងតែម្ដងហើយបន្តទៅទៀតទៅបានពាក្យថាអរហត្តទោអរហន្តហ្នឹងអាចដឹងទាំងអស់គ្នាហើយប្រែថាកាយឬក៏ដៃជើងអីរបស់យើងហ្នឹងគេហៅអរហន្តអញ្ចឹងវាតែមានពីរឧទាហរណ៍ថាដៃមានឆ្វេងមានស្ដាំជើងមានឆ្វេងមានស្ដាំអញ្ចឹងវាតែមានពីរបានយើងអាចទះទៅបលឺឧទាហរណ៍ដូចថាយើងទះដៃម្ខាងលឺទេអត់លឺទេអញ្ចឹងយើងត្រូវសូត្រអរហត្តទោយើងកុំសូត្រអរហត្តតោមានន័យថាបច្ចៈសត្វតោមួយអញ្ចឹងយើងទះមើលយើងយកដៃយើងទៅទះមើលលឺអត់ដៃម្ខាងហ្នឹងអត់លឺទេណាហើយកុំនាំគ្នាឆ្លើយដាក់គ្នាថាមហានិកាយធម្មយុត្តអីមែនទេយើងសូត្រខុសខ្លួនយើងព្រោះតោបានពីរតោទះដៃទៅលឺបើតោទះមិនលឺទេព្រោះតោជាឯកវចនៈបុគ្គលមានន័យថាជាមួយមិនអាចទៅធ្វើអីឲ្យកើតលឺបានហើយសម្មាសម្ពុទ្ធធោមានន័យថាប្រែមកដូចខ្ញុំបានប្រែខាងដើមហើយសម្មាសម្ពុទ្ធធោនឹងមានន័យអញ្ចឹងថាព្រះអង្គលោកលះឬក៏ព្រះពុទ្ធទាំង5ព្រះអង្គនឹងលោកមានសមានចិត្តនឹងលះលះមករកផ្លូវកណ្ដាលបាទហើយអ្នកដែលផ្លូវកណ្ដាលហ្នឹងបានហើយក៏លះទៅរកផ្លូវល្អការលះចោលនៅសមានចិត្តអាក្រក់ហ្នឹងឬក៏អំពើអាក្រក់ហ្នឹងឲ្យមកជាល្អ
កន្លែងហ្នឹងភាសាបាលីសូថាសម្មាសម្ពុទ្ធោក៏បានសម្មាសម្ពុទ្ធទេក៏បានដែរអ្នកមោតេតេព្រះភគវិតោព្រះអរហតោព្រះសម្មាសម្ពុទ្ធោណាព្រះគុណកែវព្រះគុណកែវនេះយើងដឹងហើយរតនកែវនឹងមាន3បាទរតនកែវនឹងមាន3ហ្នឹងក៏យើងនិយាយវែងឆ្ងាយតែយើងយល់ហើយអ្នករៀនបល័យយល់ហើយរតនកែវទាំង3ហ្នឹងបាននឹងអាចនាំឲ្យប្រទេសជាតិក្តីនាំឲ្យបុគ្គលយើងក្តីខ្លាយទៅជាអធិរាជឬក៏ធិរាជបើសម្គាល់ថាជាស្ត្រីយើងហៅធិរាជមានន័យថានឹងអាចដឹកនាំលោកនេះដោយផ្លូវធម៌ក្តីដោយផ្លូវយ៉ាងណាគ្រប់បែបគ្រប់យ៉ាងនោះបាទប្រតិបត្តិក្តីដោយផ្លូវអីគ្រប់បែបគ្រប់យ៉ាងមានន័យថាឲ្យទៅបានខ្លាយទៅជាអ្នកដឹកនាំល្អម្នាក់បាទហ្នឹងប្រែមកអញ្ចឹងបើយើងនិយាយថាជាស្រីបើអធិរាជហ្នឹងប្រែមកថាជាមនុស្សប្រុសដែលអាចដឹកនាំលោកហ្នឹងឲ្យទៅជាល្អបានគេហៅអធិរាជបាទអញ្ចឹងមានប៉ុណ្ណឹងទេណាហើយបើមិនយល់អីចាំខ្ញុំនឹងបញ្យល់មួយនៅក្នុងពាក្យគេថាមួយម្ដងទៅទៀតបើសិនណាជាអស់លោកមិនយល់ត្រង់ណាសូមឲ្យអស់លោកហ្នឹងជើញសួរមកខ្ញុំមកសាទៀតបាទសូមអរគុណបាទអរគុណលោកចៅកៀងប៉ុន្តែនៅក្នុងគម្ពីរសិភៅរបស់ខាងពុទ្ធសាសនាបច្ចុប្បន្នគឺសំណាក់គោដំនឹងគេបកប្រែចេះទេថានមោតស្សៈភគវិតោអរហតោនឹងឃើញបកមកថារីកិរិយានមស្ការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះភិក្ខអង្គនោះដោយក្តីគោរពទៅវិញអញ្ចឹងការលើកឡើងនាំគ្នាសូត្រនាំគ្នាថាតាមពីមួយជំនាន់ទៅមួយជំនាន់បែបហ្នឹងថាលោកចៅកៀងមានអ្វីចង់បកស្រាយទេបាទអរគុណកន្លែងហ្នឹងខ្ញុំគិតថាអស់លោកមិនទាន់បានយល់ដល់ទីជម្រៅនៅឡើយប៉ុន្តែពាក្យហ្នឹងក៏យើងបញ្យល់មួយពាក្យហ្នឹងឲ្យបានយល់បាទខ្ញុំគិតថាពាក្យហ្នឹងដែលគេប្រែហ្នឹងមិនមាននៅក្នុងគាថាហ្នឹងទេប៉ុន្តែកាលដែលប្រែនោះមិនដឹងថាជាអ្នកប្រែនោះបានសម្រេចចិត្តប្រែអញ្ចឹងឬមួយក៏មានអ្នកណាម្នាក់ដែលបង្ខំឲ្យប្រែព្រោះថាការដែលយកតោទៅជំនួសតូជារឿងមួយចម្លែកបើសិនជាអ្នកចេះភាសាបាលីព្រោះតោហើយនឹងតូមានន័យខុសគ្នាមួយជាពហុពាក្យមួយជាឯកវចនៈពាក្យបាទហើយចំណែកពាក្យទាំងឡាយដែលគេប្រែនោះគឺថាក្នុងកំពុងកម្មសភៅនឹងដែរបាទនៅក្នុងហ្នឹងគេបានប្រែអញ្ចឹងមែនប៉ុន្តែបើយើងយកពាក្យទាំងអស់ហ្នឹងមកសិក្សាដូចខ្ញុំមកពាក្យអញ្ចឹងគឺថាពាក្យទាំងអស់នោះមិនមាននៅក្នុងពាក្យដែលព្រះអង្គសរសេរជាភាសាបាលីនឹងទេឬមួយក៏យ៉ាងណាខ្ញុំក៏មិនដឹងដែរណាព្រោះខ្ញុំក៏មិនហ៊ានថាអ្នកទាំងអស់នោះខុសដែរប៉ុន្តែតើតអ្នកទាំងអស់គ្នានឹងយល់អំពីភាសាបាលីនឹងដូចខ្ញុំច្រើនអញ្ចឹងទៅអាហ្នឹងបានយើងអាចជជែកវែកគ្នារកខុសត្រូវបានប៉ុន្តែតែទោះជាយ៉ាងណាបានជឿថាពាក្យដែលប្រែកន្លងមកនោះប្រហែលជាចិត្តខ្ញុំគិតថាมันមានឃ្លាណាមួយដែលបញ្ជាក់នៅក្នុងភាសាបាលីនោះទេបាទយើងឃើញហើយសម្មាសម្ពុទ្ធហ្នឹងបើយើងយកមកប្រែបានត្រឹមត្រូវយើងឃើញថាព្រះអង្គយកសេចក្តីអាក្រក់ហ្នឹងទៅបូកជាមួយការលះសម្របសម្រួលឲ្យមកជាកណ្ដាលបាទហើយតតថាហ្នឹងភាសាបាលីស្មើនឹងតតតាប្រែថាបុគ្គលដ៏ប្រសើរអញ្ចឹងបុគ្គលដ៏ប្រសើរហ្នឹងបានលះបង់សមានចិត្តដែលអាក្រក់ហ្នឹងពាក់កណ្ដាលព្រះអង្គលោកមិនឲ្យមិនឲ្យលះបង់ទាំងអស់ទេឲ្យលះបង់តែពាក់កណ្ដាលទេហើយក្រោយមកអ្នកដែលលះបង់បានពាក់កណ្ដាលហើយព្រះអង្គលោកឲ្យលះបង់ពាក់កណ្ដាលទៀតគឺធម៌នោះមាននៅក្នុងធម៌សូត្របើសិនជាយើងបើកទៅរបីដកដែរគេហៅធម៌សូត្រហ្នឹងបានមានបកស្រាយអំពីព្រះធម៌ហ្នឹងបាននិយាយអំពីការត្រាស់ដឹងរបស់ព្រះអង្គហ្នឹងឲ្យអ្នកដែលសាងអំពើអាក្រក់ហ្នឹងលះមកពាក់កណ្ដាលហើយបានអ្នកដែលលះពាក់កណ្ដាលមកហ្នឹងហើយក៏ឲ្យលះមករកផ្លូវល្អនឹងខ្លាយទៅជាតតបុគ្គលនេះគឺយើងហៅថាពុទ្ធៈនឹងឯងបាទឬតតៈនឹងឯងតតៈឬតតៈហ្នឹងស្មើគ្នាទេភាសាបាលីជាបុគ្គលដ៏ប្រសើរអញ្ចឹងអ្នកដែលប្រែការនោះគឺខ្ញុំឃើញថាភាសាបាលីនោះมันមានកន្លែងណាមួយដែលយើងអាចប្រែទៅចង់តាមបានទេបើមិនយើងសិក្សាបាលីឲ្យចេះយល់ភាសាបាលីដូចខ្ញុំអញ្ចឹងទៅគិតថាបាទឥឡូវមើលអ្នកមោតាសៈមានន័យថាម៉ែឪត្បងឯណានោះទេណោះបើតាមនិយាយទៅដល់ព្រះភគវិមានន័យថាការកកើតឡើងព្រះអរហតោមានន័យថា
ដៃទាំងពីរហ្នឹងជាតោអញ្ចឹងទៅព្រះសម្មាសម្ពុទ្ធឲ្យលះអញ្ចឹងដល់ប្រែវាមានន័យសេចក្តីផ្សេងបាទអញ្ចឹងបាទយើងមិនដឹងថាខុសឬត្រូវទេព្រោះឥឡូវនេះតើមានការពិចារណាយើងពឹងទៅលើក្រមជំនុំក្តីរបស់សាសនាឬក៏ពុទ្ធសាសនាបណ្ឌិតបាទចាំយើងទៅចែកគ្នាតទៀតណាឥឡូវយើងមិនអាចបកស្រាយថាត្រូវឬខុសបានទេបាទសូមអរគុណបាទលោកចៅកៀងចុងក្រោយសំណួរចុងក្រោយនេះខ្ញុំមានការងឿងឆ្ងល់នៅអ្វីដែលខ្ញុំបានជម្រាបសួរទៅកាន់លោកចៅកៀងរយៈពេលចូលទឹកនេះគឺ4សប្តាហ៍ហើយថាលោកបានលើកឡើងពីនៅក្នុងសាសនាបកោនិគមនោសូត្រជាសូត្រចុះអញ្ចឹងទៅហើយរហូតដល់មានថាសទ្ធតៈនឹងទៅសុំបួសពីបកោនិគមនោដែលជាព្រះរបស់ខ្មែរដែលមានទីតាំងនៅបាភ្នំអញ្ចឹងតាមខ្ញុំស្វែងយល់ដូចអត់ដែលមានសភៅណាគេទៅសេពីរឿងប្រវត្តិអញ្ចឹងទេថាតើលោកចៅកៀងដឹងរឿងនឹងដោយរបៀបណាដែរបាទមិនមែនមិនមានទេមានប៉ុន្តែយើងរៀនមិនទាន់ដល់មាននៅក្នុង3ដកហ្នឹងក៏មានសរសេរដែរបាទទាក់ទងទៅនឹងរឿងព្រះពុទ្ធសាមណគោតមការព្រះអង្គនៅជាសទ្ធតៈហ្នឹងបានធ្វើដំណើរមកដល់ចម្ពោះទ្វីបបាទហើយបានជួបតកួតដាត2អញ្ចឹងក៏មានសរសេរនៅក្នុងពុទ្ធប្រវត្តិត្រឹមត្រូវបាទប៉ុន្តែគ្រាន់ថាកាលនោះខ្មែរយើងមិនមែនតកួតទេការដែលព្រះអង្គបានជួបនឹងគឺជាសត្វនាភ្លើងរបស់ខ្មែរប៉ុណ្ណោះឯងហើយនោះជាប្រវត្តិសាស្ត្រដែលសពថ្ងៃដូចជាហៅថាលោកសង្ឃទាំងអស់មុនពេលបួសគេឲ្យលោកនឹងបួសនាគសិនធ្វើជានាគហ្នឹងមានន័យថាសុំបួសអញ្ចឹងនាគរបស់សង្ឃទាំងអស់ត្រូវតែស្លៀកពាក់ជាស្រីបាទដើម្បីតំណាងឲ្យសទ្ធតៈការព្រះអង្គលោកនៅជាសទ្ធតៈមិនទាន់បានជាបុព្វជិតនោះព្រះអង្គលោកត្រូវតែងខ្លួនធ្វើស្រីដើម្បីចូលខ្លួនទៅឲ្យបកោនិគមនោកំបួសបាននេះមាននៅក្នុង3ដកมันមានអត់ទេបាទសូមឲ្យបងអូនមើលនៅក្នុង3ដកប៉ុន្តែគ្រាន់តែខ្ញុំមិនបានចាំថានៅក្នុងលេខប្រមាណនៅក្នុងសភៅក្បាលទីប្រមាណអីប្រមាណខ្ញុំអត់ចាំទេព្រោះតែខ្ញុំនោះខ្ញុំបានមើលបាទខ្ញុំបានមើលខ្ញុំឃើញនៅក្នុងសភៅហ្នឹងតែប៉ុន្តែប្រវត្តិសាស្ត្រសពថ្ងៃបើយើងធ្វើដំណើរទៅដល់បាភ្នំយើងឃើញមានវត្តព្រះនាងច័ន្ទនៅដល់សពថ្ងៃវត្តហ្នឹងគឺមានអាយុកាលគិតមកដល់បច្ចុប្បន្ន2500ជាងព្រះវស្សាហើយបាទហើយចំណែកមានព្រះស្រីនឹងចំនួន5អង្គដែលត្រូវបានពួកចោរលួចប្រកេះនៅសល់តែខ្លួនបាទហើយមានរូបអាតម្បាំងជាព្រះនឹងចំនួន500ត្រូវបានរក្សាទុកបាភ្នំនឹងទៀតផងបាទមានន័យថាបើសិនយើងស្រាវជ្រាវទីផុតយើងរកឃើញហ្នឹងប៉ុន្តែឥឡូវយើងមិនអាចនិយាយខ្លាចថាការស្រាវជ្រាវហ្នឹងវាបាត់រូបនឹងទៅទៀតអញ្ចឹងមិនមែនថាគ្មានសភៅទេមានទាំងប្រពៃណីខ្មែរយើងខាងបាភ្នំហ្នឹងនៅតែគោរពនៅឡើយសពថ្ងៃទៅដល់ទីនោះគេនៅគោរពគេហៅលោកពូលោកពៀនបាទរហូតដល់សប្តាហ៍ថ្ងៃនេះឯងបាទសូមអរគុណបាទប្រិយមិត្តអ្នកស្ដាប់វិទ្យុខ្មែរប៉ុស្តិ៍ជាទីមេត្រីលោកអ្នកទើបតែបានតាមដានស្ដាប់នៅនាទីស្វែងយល់ពីភាសាបាលីខ្មែរដែលមានខ្ញុំបាទសវណ្ណរិទ្ធីសួរដេញដោលទៅកាន់លោកចៅកៀងបាទឃើញថាដល់ទីចុងបញ្ចប់ហើយឱកាសនេះដែរខ្ញុំបាទក៏សូមថ្លែងអំណរគុណទៅដល់លោកចៅកៀងដែលបានចំណាយពេលវេលាមកធ្វើការពន្យល់បកស្រាយជុំវិញទៅនឹងអាតកំបាំងនៃភាសាបាលីខ្មែរដែលខ្មែរកំពុងតែប្រើប្រាស់មិនដឹងថាតើខាងណាត្រូវឬក៏ខាងណាខុសនោះទេអញ្ចឹងដើម្បីឲ្យចង់ដឹងទៀតច្បាស់ទាំងអស់គ្នាគឺមានតែស្វែងយល់តាមដានស្ដាប់ជារៀងរាល់សប្ដាហ៍ដែលនាទីនេះមានខ្ញុំជាអ្នកសម្របសម្រួលបាទអរគុណសូមជម្រាបលាលោកចៅកៀងបាទក៏អរគុណបាទអរគុណខ្មែរផងហើយក៏សូមអរគុណទៅបងប្អូនជាអ្នកសម្ដាប់ទាំងអស់ដែលកាន់សាសនាព្រះពុទ្ធបាទហើយសូមឲ្យនាំគ្នារៀនភាសាបាលីនឹងឡើងព្រោះភាសាបាលីនឹងជួយឲ្យយើងคลายទៅជាជនជាតិមួយដែលមានអំណាចមានការស្រឡាញ់គ្នាមានការសុខស្រួលមតិគ្នាបាទធ្វើឲ្យជាតិរបស់យើងបានរុងរឿងទៅថ្ងៃក្រោយបាទសូមអរគុណបាទសូមជម្រាបលា